Present simple ឬក៏បច្ចុប្បន្នកាលធម្មតាឈ្មោះគេថាបច្ចុប្បន្នកាលធម្មតាមែនប៉ុន្តែការមួយនេះគឺមិនធម្មតាប្រហែលទេគឺវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរៀនភាសាអង់គ្លេសអ្នករៀនភាសាអង់គ្លេសគឺនឹងឃើញការមួយហ្នឹងតាំងពីកម្រិតចាប់ដើមរហូតដល់កម្រិតខ្ពស់ហើយអ្នករៀនភាសាអង់គ្លេសភាគច្រើនទោះបីជាកម្រិតខ្ពស់ក៏ដោយបើសិនជាអត់ដឹងកូនកលឹះទូនៃ present simple ទាំងអស់នេះទេគឺអ្នកទាំងអស់គ្នានឹងមានបញ្ហានៅក្នុងការប្រើប្រាស់មួយនឹង present simple អញ្ចឹងថ្ងៃនេះដែរគឺយើងនឹងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ពាក់ព័ន្ធជាមួយនឹងទម្រង់ពាក់ព័ន្ធជាមួយនឹងកូនកលឹះទូទាំងអស់ហ្នឹងហើយយើងមកធ្វើលំហាត់តិចតួចជាមួយគ្នាពាក់ព័ន្ធជាមួយនឹងចំណុច grammar មួយហ្នឹងបន្ទាប់ពីមើលវីដេអូនេះចប់គឺអ្នកទាំងអស់គ្នាអត់បាច់ទៅរកមើលវីដេអូណាផ្សេងពាក់ព័ន្ធជាមួយនឹង present simple ទៀតទេដោយសារតែក្នុងវីដេអូនេះគឺយើងនឹងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងការមួយហ្នឹងតាំងពីកម្រិតដំបូងរហូតដល់ការសិក្សានៃ present simple នៅក្នុងកម្រិតខ្ពស់តែម្ដងចឹងឥឡូវដំបូងគេគឺយើងងាកមកមើលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់របស់ present simple ទាំងអស់គ្នាចឹងការប្រើប្រាស់5សំខាន់របស់ present simple ក៏វាមាន5ហ្នឹងទី1គឺនិយាយពាក់ព័ន្ធជាមួយនឹងទម្លាប់ឬក៏ទម្លាប់ប្រចាំថ្ងៃរឿងដែលកើតឡើងដដែលនៅក្នុងពេលបច្ចុប្បន្នកាលទី2គឺយើងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងការពិតក្នុងពេលបច្ចុប្បន្នកាលទី3គឺយើងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងគំនិតរបស់យើងក្នុងពេលបច្ចុប្បន្នកាលទី4គឺយើងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងការវិភាគហើយនិងទី5គឺយើងប្រើប្រាស់ present simple ជាមួយនឹង adverb of frequencyចឹងទី1ទី2ទី3គឺអាចនិយាយបានថាគឺជាការបង្រៀន present simple នៅក្នុងកម្រិតចាប់ផ្ដើមដំបូងហើយទី4និងទី5គឺពាក់ព័ន្ធជាមួយនឹងកម្រិតដែលរៀងខ្ពស់បន្តិចចឹងឥឡូវយើងមកមើលអាការប្រើប្រាស់ទាំង5ហ្នឹងស៊ីជម្រៅទាំងអស់គ្នាជាមួយនឹងខ្ញុំអូខេអញ្ចឹងទី1មិញយើងបាននិយាយគ្នាពាក់ព័ន្ធជាមួយនឹង present habit ឬក៏ routine ចឹងពាក្យថា habit មួយនេះគឺសំដៅទៅលើទម្លាប់ដល់ពេលពាក្យថា routine គឺទម្លាប់ប្រចាំថ្ងៃអ្នកនរគ្នាអាចមើលឧទាហរណ៍បាន John usually drinks water after meals គឺបានន័យថា John ជាទូទៅគឺគាត់បានញ៉ាំទឹកបន្ទាប់ពីគាត់ញ៉ាំអាហាររបស់គាត់ចឹងអានឹងគឺជាទម្លាប់របស់គាត់ហើយដល់ពេលមួយទៀត he always has dinner at 8 p.m. គឺបានន័យថាគាត់តែងតែញ៉ាំអាហារពេលល្ងាចនៅឯម៉ោង8ល្ងាចឃើញទេអានេះគឺជាទម្លាប់ប្រចាំថ្ងៃចឹងយើងចាំ present simple គឺកើតឡើងដដែលជាទម្លាប់ឬក៏ជាទម្លាប់ប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្នកាលហើយអញ្ចឹងហើយរឿងគាត់ញ៉ាំទឹកហើយនឹងគាត់ញ៉ាំអាហារពេលល្ងាចហ្នឹងមិនមែនកើតឡើងតែម្ដងក្នុងពេលបច្ចុប្បន្នទេគឺវាកើតឡើងដដែលអ្នកនរគ្នាអាចមើលក្រាបមួយនេះបានខ្ញុំបង្ហាញមិញហ្នឹងឃើញវាខ្វែងដដែលក្នុងពេលបច្ចុប្បន្នកាលទេបានន័យថាវាកើតឡើងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតដដែលដែលភាសាអង់គ្លេសគេប្រើពាក្យកន្លែងនេះ repeated action អូខេអញ្ចឹងការប្រើប្រាស់ទី2របស់ present simple គឺយើងនិយាយពាក់ព័ន្ធជាមួយនឹង present facts គឺបានន័យថាយើងពាក់ព័ន្ធជាមួយនឹងការពិតក្នុងពេលបច្ចុប្បន្នកាល I am a teacher you are a student ខ្ញុំជាគ្រូអ្នកឯងគឺជាសិស្សឃើញទេអាហ្នឹងហើយគឺជាការពិតក្នុងពេលបច្ចុប្បន្នកាលចឹងកាលពីមុនខ្ញុំជាសិស្សដែរប៉ុន្តែខ្ញុំអត់ប្រើ present simple ទៅនិយាយរឿងពីមុនទេយើងនិយាយតែការពិតឥឡូវនិយាយតែរឿងឥឡូវការប្រើប្រាស់ទី3របស់ present simple គឺយើងបង្ហាញអំពីគោលគំនិតឬក៏ការគិតរបស់យើងក្នុងពេលបច្ចុប្បន្នកាល I think this movie is boring ខ្ញុំគិតថារឿងមួយនេះគឺគួរឲ្យធុញឃើញទេគោលគំនិតផងខ្ញុំឥឡូវហ្នឹងរឿងហ្នឹងធុញតែនៅថ្ងៃអនាគតខ្ញុំដូរមិនគឺអត់ខ្វល់ទេសំខាន់ឥឡូវហ្នឹងខ្ញុំគិតថាវាគួរឲ្យធុញមួយទៀត he likes coffee more than tea គាត់ចូលចិត្តកាហ្វេជាងតែអញ្ចឹងអានេះគឺជាចំណង់ចំណូលចិត្តក្នុងពេលបច្ចុប្បន្នរបស់គាត់អាហ្នឹងហើយក៏យើងប្រើប្រាស់ present simple ទៅនិយាយអំពីវាដែរទី4គឺយើងនិយាយអំពី schedule ហ្នឹងគឺសំដៅទៅលើការវិភាគ The train leaves at 8 a.m. កន្លែងនេះគឺវាពាក់ព័ន្ធទៅដល់ថ្ងៃអនាគតឬក៏ពាក់ព័ន្ធជាមួយនឹងចំណុចអនាគតបន្តិចណា The train leaves at 8 a.m. កន្លែងនេះអាចថាយើងនិយាយម៉ោង5យើងនិយាយជាមួយគ្នាយើងម៉ោង5ថាអូអាទៀបភ្លើងនឹងចេញម៉ោង8ព្រឹកហ្នឹងហើយឃើញទេអានេះយើងនិយាយទៅថ្ងៃអនាគតតិចឯងប៉ុន្តែទោះបីជាយើងនិយាយលាយទៅថ្ងៃអនាគតតិចក៏ដោយបើសិនជាយើងនិយាយអំពីការវិភាគបើសិនជាវាគឺជាការវិភាគគឺយើងនៅតែប្រើប្រាស់ present simple ធម្មតាដដែលអ្នកទាំងអស់គ្នាត្រូវចាំកន្លែងនឹងមួយទោះបីជាពាក់ព័ន្ធជាមួយនឹងផ្លូវទៅដល់អនាគតតិចក៏ដោយប៉ុន្តែបើសិនជាយើងនិយាយអំពីការវិភាគគឺយើងត្រូវតែប្រើប្រាស់ present simple កន្លែងនេះអាចនិយាយបានថាចំណុច present simple ដែលឡើងរៀងខ្ពស់បន្តិចហើយឧទាហរណ៍មួយទៀត My class starts at 8:30 every day ថ្នាក់របស់ខ្ញុំចាប់ផ្ដើមនៅម៉ោង 8:30 ជារៀងរាល់ថ្ងៃអាហ្នឹងហើយគឺជាការវិភាគរបស់ថ្នាក់យើងហ្នឹងហើយអ្នកនរគ្នាថ្នាក់របស់យើងគឺពិតជាចាប់ផ្ដើមនៅម៉ោង 8:30 ពេលយប់ជារៀងរាល់ថ្ងៃមែនដោយសារតែយើងមានថ្នាក់ថ្ងៃច័ន្ទពុធศุកร์ម៉ោង 3 កន្លះដល់ម៉ោង 4 កន្លះយប់ហើយថ្នាក់ថ្ងៃសៅរ៍អាទិត្យម៉ោង 2 ដល់ម៉ោង 3 កន្លះថ្ងៃត្រង់ថ្ងៃអាទិត្យម៉ោង 9 ដល់ម៉ោង 10 កន្លះព្រឹកអញ្ចឹងការរៀនហ្នឹងគឺយើងមានពាក់ព័ន្ធជាមួយនឹងវេយ្យាករណ៍
ពាក្យកន្លឹះហើយនឹងការនិយាយមួយថ្នាក់គឺនៅយកគ្នាតែ12នាក់ទេបើអ្នកទាំងអស់មានចំណាប់អារម្មណ៍អាចធ្វើការតាក់ទងតាមនឹងបានហើយអ្នកទាំងអស់គ្នាអាចធ្វើការ comment បានដូចគ្នាយើងមានច្រើន level ឥឡូវហ្នឹងគឺមាន6 level ដែរដែលកំពុងតែដំណើរការហើយកម្រងយើងគឺបានដល់ទៅ10 level ឯណោះចឹងឥឡូវយើងកន្លែងមើលការប្រើប្រាស់ទី5របស់ present simple ទាំងអស់គ្នាការប្រើប្រាស់ទី5របស់ present simple គឺយើងយកវាទៅនិយាយជាមួយនឹង adverb of frequency ចឹង adverb of frequency ហ្នឹងគឺសំដៅទៅលើគុណកិរិយាដែលបង្ហាញអំពីភាពញយយើងធ្វើអ្វីមួយញយប៉ុន្មានដងអូខេអញ្ចឹង adverb of frequency ហ្នឹងវាមានដូចជាពាក្យថា always ពាក្យថា usually ពាក្យថា often ពាក្យថា sometimes ពាក្យថា rarely ពាក្យថា seldomly ហើយពាក្យថា never ហើយអស់ហ្នឹងហើយគឺ adverb of frequency ហើយអញ្ចឹងនៅពេលដែលយើងប្រើជាមួយនឹង adverb of frequency គឺពាក្យច្រើនគេប្រើ simple aspects ឬក៏យើងប្រើ present simple នឹងឯងអានេះបើសិនយើងយកវាទៅដាក់ទន្ទឹមជាមួយនឹង present continuous ណានៅពេលណាដែលយើងឃើញ adverb frequency ទាំងអស់ហ្នឹងគឺយើងមកប្រើ present simple ទាំងអស់អត់ប្រើ continuous ទេ continuous យើងនឹងនិយាយគ្នានៅចុងខែហើយនិយាយទៅចុងខែ5ឥឡូវហ្នឹងគឺយើងផុសវីដេអូនៅថ្ងៃ20ខែ5ចុងខែ5ហ្នឹងគឺយើងនឹងធ្វើ present continuous ហើយតែបើអ្នកទាំងអស់គ្នាអត់ទាន់ចុច subscribe ទេអាចចុច subscribe ឥឡូវហើយទៅនៅចុងខែយើងនឹងចេញវីដេអូមួយទៀតនិយាយទៅយើងនឹងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងកាលទាំង12ហ្នឹងហ្មងអូខេ right នេះបើសិនជាអ្នកទាំងអស់គ្នាមើលពេលក្រោយអ្នកទាំងអស់គ្នាអាចនឹងឃើញ present continuous នៅក្នុង YouTube channel ហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នានិយាយសរុបរួមមកវិញ right present simple និយាយអំពីរឿងដែលកើតឡើងដដែលៗក្នុងពេលបច្ចុប្បន្នកាលអាចជាទម្លាប់ប្រចាំថ្ងៃការពិតមតិយោបល់ការវិភាគហើយនិងការប្រើប្រាស់ជាមួយនឹង adverb of frequency ចំណុចទី2ដែលយើងត្រូវនិយាយគ្នាគឺនិយាយគ្នាពាក់ព័ន្ធជាមួយនឹងទម្រង់ពេលអ្នកនរគ្នាហ៊ានកាលត្រូវចាំពីនឹងទី1 usage ការប្រើប្រាស់អាហ្នឹងយើងដឹងថាប្រើវាពេលណាទី2គឺទម្រង់ហ្នឹងគឺយើងដឹងថាតើប្រើវារបៀបណាអូខេអញ្ចឹងពេលហ៊ានកាលត្រូវចាំពីនឹងចឹងពាក់ព័ន្ធជាមួយនឹងទម្រង់របស់ present simple ដែរយើងកន្លែងមើលទម្រង់ស្របមុនពាក់ព័ន្ធជាមួយនឹងទម្រង់ស្របគឺវាបែងចែកចេញជាពីរទៀតពាក់ព័ន្ធជាមួយនឹង present simple ហើយនិង past simple វាត្រូវបែងចែកជាពីរអញ្ចឹងណាដោយសារតែពីរហ្នឹងអាមួយដែលប្រើជាមួយនឹង verb to be គឺយើងប្រើទម្រង់ផ្សេងអាមួយដែលប្រើជាមួយនឹងអត់មាន verb to be គឺយើងមានទម្រង់ផ្សេងវាស្រដៀងគ្នាប៉ុន្តែវាអាចនឹងធ្វើឲ្យអ្នកនរគ្នាច្រឡំដែរអញ្ចឹងបើសិនជាយើងអត់ប្រើជាមួយ verb to be ទេយើងប្រើអាខាងលើនេះអាខាងលើនេះគឺយើងអត់ប្រើ verb to be ឃើញទេ subject បូក verb 1បូក object អត់មាន verb to be ទេឧទាហរណ៍ John plays soccer John នេះដើរតួជាប្រធានជាអ្នកធ្វើអំពើ plays នេះគឺជាអំពើហ្នឹងឯងជាកិរិយាសព្ទ verb 1ហ្នឹងឯង object គឺ soccer ជាអ្នករងអំពើដល់ទៅពេលបើសិនជាអ្នកទាំងអស់គ្នាប្រើជាមួយនឹង verb to be អ្នកទាំងអស់គ្នាមើលទម្រង់ខាងក្រោមនេះវិញនៅពេលដែលអ្នកទាំងអស់គ្នាត្រូវការប្រើពាក្យថាគឺឬក៏គឺជាគឺយើងប្រើជាមួយនឹង verb to be ប៉ុន្តែបើសិនជាយើងត្រូវការកិរិយាសព្ទអីផ្សេងកុំដាក់ verb to be ចូលដាច់ខាតឧទាហរណ៍ទៅការកិរិយាសព្ទផ្សេងដូចជាគេដូចជារត់ដូចជាដើរដូចជាកេងដូចជាឈរដូចជាញ៉ាំដូចជាលោតអស់ហ្នឹងហើយគឺអត់ត្រូវប្រើ verb to be ទេតែបើសិនជាអ្នកនរត្រូវការប្រើ verb to be បើសិនជាអ្នកនរត្រូវការប្រើកិរិយាសព្ទផ្សេងណាប្រើ verb to be គឺបកប្រែមកថាគឺឬក៏គឺជា they are my friends ពួកគេគឺជាមិត្តភ័ក្តិរបស់ខ្ញុំចឹងពាក្យថា verb to be ហ្នឹងគឺវាបកជាខ្មែរមកថាគឺឬគឺជាជួនកាលវាប្រកបន័យនៃពាក្យគឺឬគឺជានឹងជួនកាលបកជាខ្មែរវាបាត់អានៃពាក្យam is are នឹងឯងប៉ុន្តែតាមពិតទៅវាបកមកវាមានគឺឬគឺជានៅក្នុងនឹងឧទាហរណ៍ខ្ញុំនិយាយថា I am handsome ខ្ញុំសង្ហាគេវាបាត់អាពាក្យគឺនឹងឯងតាមពិតអីរបស់គេខ្ញុំគឺសង្ហា right ចឹងអា verb to be ហ្នឹងបើសិនជាយើងអត់ត្រូវការប្រើកិរិយាសព្ទណាផ្សេងទេហើយយើងត្រូវការប្រើពាក្យថាគឺឬគឺជាហើយយើងអត់ដាក់ object ទេយើងប្រើ complement វិញយើងប្រើ adjective វិញអាហ្នឹងហើយគឺជាពេលដែលអ្នកនរគ្នាប្រើ verb to be ហ្នឹងអូខេអញ្ចឹងយើងចាំបើមាន verb to be នេះ right គ្មាន verb 1បើមាន verb 1គ្មាន verb to be អ្នកនរគ្នាត្រូវចាំចំណុចមួយហ្នឹងណាបន្តិចម្ដងហើយម្ដងទៀតបើមាន verb to be គ្មាន verb 1បើមាន verb 1គ្មាន verb to be អ្នកនរគ្នាអាចមើលទៅម្ដងទៀតបាន John plays soccer មាន verb 1 play បកប្រែមកថាលេងមានកិរិយាសព្ទគោលដល់ពេលឧទាហរណ៍ទី2 they are my friends មាន verb to be are អត់មាន verb 1ណាផ្សេងទេ are នឹងដើរតួជាកិរិយាសព្ទគោលអញ្ចឹងយើងត្រូវចាំ verb to be នៅក្នុង present simple វាដើរតួនាទីជាកិរិយាសព្ទគោលមិនអាចដាក់ទន្ទឹមជាមួយនឹង verb 1ដែលជាកិរិយាសព្ទគោលណាផ្សេងទៀតទេ
ចឹងចាំមាន verb to be គ្មាន verb 1មាន verb 1គ្មាន verb to be នៅក្នុង present simple ហើយអ្នកនរគ្នាត្រូវប្រយ័ត្នមួយទៀតពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នៅក្នុងប្រយោគស្របរបស់ present simple ជាពិសេសនៅពេលដែលអ្នកនរគ្នាឃើញប្រធានដែលជា he she it ហើយនឹង singular subject គឺសំដៅទៅលើនាមទាំងឡាយណាដែលមានតែមួយអត់មាន s នៅលើនាមហ្នឹងអាហ្នឹងហើយវាមានតែមួយអញ្ចឹងបើសិនជាអ្នកនរគ្នាឃើញ he she it ហើយនឹង singular subject ហ្នឹងគឺយើងត្រូវបន្ថែម s ទៅលើកិរិយាសព្ទ verb 1អ្នកនរគ្នាអាចមើលឧទាហរណ៍បាន he plays football every Sunday ឃើញ subject he ចូលលក្ខខណ្ឌផងយើងហ៎អញ្ចឹងនៅពេលដែលវាចូលលក្ខខណ្ឌ subject ទាំង4នេះគឺអ្នកទាំងអស់គ្នាត្រូវបន្ថែម s ទៅលើ verb 1ឃើញ play ដាក់ s ហ៎មួយទៀត she watches TV before bed right អញ្ចឹង subject she នេះក៏ចូលលក្ខខណ្ឌផងយើងដែរហើយ watch ត្រូវថែម es ដោយសារតែវាបញ្ចប់ដោយ ch កុំភ័យតិចទៀតយើងនឹងនិយាយគ្នារឿងថែម s នឹងថែមមិនអី right មួយទៀត my cat eats its food ឆ្មារបស់ខ្ញុំមួយញ៉ាំម្ហូបរបស់វា right អញ្ចឹង my cat នេះមូលហេតុអីបានយើងដឹងមានតែមួយមូលហេតុអីបានដឹងថាវាជា singular subject ដោយសារតែពាក្យថា my cat នេះអត់មាន s ទៅលើវាទេ right ដល់ពេលអា my cat ខាងក្រោមនេះវិញនេះឃើញអា my cat ខាងក្រោមនេះគឺវាមាន s អូខេ my cats eat their food ដល់ពេលដែលមាន s ទៅលើនាមដែលដើរតួនាទីជាប្រធានហ្នឹងគឺអត់មាន s ទៅលើ verb 1ទៀតទេដោយសារតែវាគឺជា plural ហើយឧទាហរណ៍មួយទៀត they play football គេ play កន្លែងនេះក៏អត់មាន s ដែរដោយសារតែវាអត់ចូលលក្ខខណ្ឌផងយើងលក្ខខណ្ឌយើងមានតែ he she it ហើយនឹង singular ទេដែលយើងត្រូវថែម s ទៅលើ verb 1ហ្នឹងដល់ពេល you we they ហើយនឹង plural គឺយើងមិនបន្ថែម s ទេដឹងថា singular មានតែមួយ plural មានលើសពីមួយដល់ពេលទម្រង់ negative ឬក៏ទម្រង់បដិសេធវិញគឺយើងត្រូវការ auxiliary verb do ហើយនឹង does មកជួយនៅក្នុងប្រយោគដែលយើងអត់ត្រូវការប្រើប្រាស់ verb to be អញ្ចឹងទម្រង់របស់វា subject បូកជាមួយនឹង don't បូកជាមួយនឹង doesn't អូខេ don't ហ្នឹងមកពីពាក្យថា do not doesn't មកពីពាក្យថា does not បន្ទាប់មក verb គឺយើងលែងប្រើប្រាស់ verb 1ទៀតហើយគឺយើងបំលែងវាទៅជា verb infinitive វិញហើយយើងបូកជាមួយនឹង object អញ្ចឹងយើងចាំ don't នេះមកពី do not doesn't នេះមកពី does not អូខេអញ្ចឹង verb infinitive ជាអ្វីអ្នកនរគ្នាអាចកលែងមកមើលកន្លែងនេះបន្តិចជាមួយនឹងខ្ញុំបាន verb infinitive គឺវាស្តៀងគ្នាទៅនឹង verb 1ដែរ verb infinitive ហ្នឹងជាទូទៅយើងមើលទៅស្តៀងតែ verb 1ហ្នឹងប៉ុន្តែឈ្មោះមួយទៀតរបស់ verb infinitive គឺវាជា base form of verb ឬក៏កិរិយាសព្ទដើមហើយកិរិយាសព្ទដើមហ្នឹងគឺ verb 1ហ្នឹងឯងគ្រាន់តែលើកនេះគឺយើងលែងបន្ថែម s បន្ថែម es ies ed និយាយទៅអត់ថែមអីទាំងអស់ទៅលើកិរិយាសព្ទដើមឬក៏ verb infinitive ហ្នឹងមិញខ្ញុំនិយាយហើយបើសិនជា subject he she it នៅក្នុងប្រយោគស្របយើងដាក់ s ទៅលើ verb 1ប៉ុន្តែនៅក្នុងប្រយោគបដិសេធវិញដោយសារតែយើងលែងប្រើប្រាស់ verb 1ហើយទោះបីជាប្រធាននេះមានតែម្នាក់ក៏ដោយឃើញទេ John នេះ singular subject ឯងដោយសារ John មានតែម្នាក់ឯងក៏យើងមិនបន្ថែម s ទៅលើពាក្យថា play នេះដែរដោយសារតែ play កន្លែងនេះវាគឺជា verb infinitive ហើយនៅក្នុងប្រយោគមួយហ្នឹងវាមិនមែនជា verb 1ទៀតទេហើយយើងដាក់ doesn't ពេលណា per don't ពេលណា per doesn't ទៀតយើងនិយាយគ្នាហើយយើងកុំទាន់គិតរឿងហ្នឹងយើងគិតតែចាំថាទម្រង់របស់វា subject បូកជាមួយនឹង don't បូកជាមួយនឹង doesn't បូកជាមួយនឹង verb infinitive បូកជាមួយនឹង object មួយទៀតបើសិនជាអ្នកទាំងអស់គ្នាមិនប្រើកិរិយាសព្ទverb ធម្មតាទេអ្នកនរគ្នាចង់ប្រើ verb to be វិញបើសិនយើងត្រូវការប្រើគឺឬគឺជាហ្នឹងយើងមកដាក់ verb to be ទម្រង់វាបែបនេះ subject បូកជាមួយនឹង verb to be បូកជាមួយនឹង not បូកជាមួយនឹង complement អញ្ចឹងយើងអត់ត្រូវការប្រើ do ឬក៏យើងអត់ត្រូវការប្រើ does ដែលជា auxiliary verb មកជួយកន្លែងនេះទេយើងអត់ប្រើកិរិយាសព្ទជំនួយទេដាក់ not ពីខាងក្រោយ am is are ទៅគឺអ្នកទាំងអស់គ្នាត្រូវអញ្ចឹង verb to be បើសិនជាអ្នកនរគ្នាអត់ទាន់ដឹងទេគឺបំលែងទៅជា am is are នៅក្នុង present simple អូមួយទៀតបើអ្នកនរគ្នាពងអង្គុយឆ្ងល់ថាចុង compliment ហ្នឹងអីគេអ្នកនរគ្នាគួរតែអង្គុយមើលវីដេអូក្នុង TikTok ខ្ញុំក៏ខ្ញុំបាននិយាយពាក់ព័ន្ធជាមួយនឹង compliment ហ្នឹងដែរអញ្ចឹង compliment ហ្នឹងគឺសំដៅទៅលើវាដើរតួនាទីស្តៀងទៅនឹង object ដែរប៉ុន្តែវាអត់ទទួលរងឥទ្ធិពលទេតែវាឈរកន្លែង object ដូចកន្លែងនេះអញ្ចឹង they are not my friends នេះមិនមែនជា object ទេដោយសារតែនិយមន័យរបស់ object គឺជាអ្នកទទួលរងអំពើដូចជា soccer នេះជាអ្នករងអំពើហើយរងអំពើលេងគេលេងបាល់តែមួយនេះគឺមិនមែនរងអំពើ A ទេវាបំពេញណាវាបំពេញន័យអាហ្នឹងហើយគឺជា compliment ខ្ញុំបញ្យល់លម្អិតនៅក្នុងមានវីដេអូមួយក្នុង TikTok ហើយតែខ្ញុំដាក់ link ឲ្យអ្នកនរគ្នាអាចចូលទៅមើលបានមួយទៀតនិយាយពាក់ព័ន្ធជាមួយនឹង don't ហើយនឹង doesn't ចឹង don't ប្រើជាមួយនឹង subject I you we they ហើយនឹង plural doesn't ប្រើជាមួយនឹង subject he she it ហើយនឹង singular
អ្នកនរគ្នាឃើញកន្លែងនេះនេះ he she it ហើយនឹង singular វាស្តៀងទៅនឹងរឿង time s ផងយើងមិញនេះឃើញទេលក្ខខណ្ឌនៃ time s គឺប្រើជាមួយ he she it singular នៅពេលដែលយើងប្រើនៅក្នុងប្រយោគបដិសេធhe she it singular ហ្នឹងគឺយើង time ដូចគ្នា time s time es ហ្នឹងប៉ុន្តែយើងមិនមែន time ទៅលើ verb infinitive ទេយើងដាក់មកលើពាក្យថា don't នេះវិញឃើញទេ don't ទៅជា doesn't ហ្នឹងឯងហើយចំពោះទម្រង់សំណួរវិញទម្រង់សំណួរក៏វាបែងចែកចេញជាពីរដែរគឺទី1គឺទម្រង់សំណួរដែលប្រើមិនប្រើ verb to be យើងចាប់ផ្ដើមដោយ do does បូកជាមួយនឹង subject បូក verb infinitive បូកជាមួយនឹង object does she play soccer does ហ្នឹងគឺជា do does ហើយ she គឺជា subject play គឺជា verb infinitive soccer គឺជា object អញ្ចឹងអ្នកនរគ្នាត្រូវ note ចំណាំកន្លែងហ្នឹងនៅក្នុងប្រយោគបដិសេធហើយនិងប្រយោគសំណួរយើងប្រើ verb infinitive លែងនិយាយគ្នារឿង time s ទៀតហើយប៉ុន្តែក្នុងប្រយោគស្របចាក់ម្ដងហើយម្ដងទៀតនិយាយម្ដងហើយម្ដងទៀតកត់ខ្លួនឯងម្ដងហើយម្ដងទៀតត្រូវតែ time s បើសិនជាចូលលក្ខខណ្ឌ he she it ហើយនិង singular ព្រោះឯចំណុចនេះមិនមែនតែអ្នកទាំងអស់គ្នាអ្នកដែលរៀន grammar កម្រិតខ្ពស់ណាបើសិនជាអត់ប្រើប្រាស់ present simple រាល់ថ្ងៃទេបើសិនជាអត់អនុវត្ត present simple រាល់ថ្ងៃទេច្រឡំកន្លែងហ្នឹងតែម្ដងអញ្ចឹងយើងចាំនៅក្នុងប្រយោគស្របត្រូវ time s ដល់ពេលកន្លែងនេះមួយទៀត he plays football she watches the TV my cat eats its food ឃើញទេគឺយើងត្រូវបន្ថែម s es ឬក៏ ies តាមជាក់ស្ដែង right គឺយើងត្រូវបន្ថែមទៅលើកិរិយាសព្ទ verb 1នឹងក្នុងប្រយោគស្របតែដល់ពេលចូលដល់បដិសេធហើយគឺលែងមានរឿង time s លែងមានរឿង time as អីនឹងទៀតហើយគឺយើងមកមើលពេលណាប្រើ don't ពេលណាប្រើ doesn't អញ្ចឹងបើសិនជាចូលលក្ខខណ្ឌ he she it មិញហ្នឹងគឺយើងមកប្រើ doesn't នេះវិញអូខេអញ្ចឹងក្នុងប្រយោគសំណួរក៏ដូចគ្នាដែរបើសិនជាចូលលក្ខខណ្ឌ he she it ហើយនឹង singular ប្រើជាមួយនឹង does I you we they និង plural ប្រើជាមួយនឹង do right តោះមកបូក verb infinitive បូកជាមួយនឹង object ប្រើ verb infinitive ប៉ុន្តែបើសិនជាអ្នកនរគ្នាត្រូវប្រើជាមួយនឹង verb to be គឺអ្នកទាំងអស់គ្នាមិនចាំបាច់ប្រើ auxiliary verb do does មកជួយទេគឺយើងចាប់ផ្ដើមប្រយោគសំណួរយើងដោយ verb to be បូកជាមួយនឹង subject បូកជាមួយនឹង complement is she your teacher right អញ្ចឹង is ហ្នឹងគឺជា verb to be she គឺជា subject your teacher គឺជា complement ហើយអូខេមួយទៀតគឺយើងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងប្រយោគសំណួរដូចគ្នាប៉ុន្តែលើកនេះគឺយើងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងប្រយោគសំណួរ WA question ម្ដងមិញហ្នឹងគឺយើងនិយាយគ្នាពាក់ព័ន្ធជាមួយនឹង yes no question អញ្ចឹង yes no question ចម្លើយចេញមកមានតែ yes ហើយនឹង no ទេ does she play soccer yes she does ឬមួយក៏ no she doesn't is she your teacher ចម្លើយចេញមកមានតែ yes she is ឬមួយក៏ no she isn't ដល់ទៅពេល WA question វិញគឺមិនមែនចេញមកតែ yes ហើយនឹង no ទៀតទេគឺអ្នកទាំងអស់គ្នាចេញមកមានចម្លើយរៀបរាប់តាម WA question word ដែលគេបានប្រើប្រាស់អញ្ចឹងចាប់ផ្ដើម WA question គឺចាប់ផ្ដើមដោយ WA question word right បូកជាមួយនឹង do does បូកជាមួយនឹង subject បូកជាមួយនឹង verb infinitive បូកជាមួយនឹង object អានេះលក្ខខណ្ឌដែលអ្នកនរគ្នាអត់ប្រើ verb to be why does she play soccer ឃើញទេនិយាយសួរស្ដាប់ទៅគឺយើងដាក់ WA question word នៅពីខាងមុខអាប្រយោគសំណួរ yes no នេះមិន does she play soccer ដល់ពេលចូល WA question why does she play soccer គេគាត់ដាក់ why មកដាក់ WA question word មួយដែលត្រឹមត្រូវនៅពីមុខនឹងមកគឺអ្នកទាំងអស់គ្នាបំលែងវាទៅជា WA question ហើយ when does she play soccer who does she play soccer with where does she play soccer ឃើញទេរើសមួយដែលត្រឹមត្រូវយកមកដាក់កន្លែងហ្នឹងមកអានេះដូចគ្នា right យើងដាក់ WA question word ពីមុខ verb to be តមកបូក subject បូក complement និយាយទៅទម្រង់ដូចតែ yes no question ទេគ្រាន់តែបន្ថែម WA question word WA question word មានអីគេខ្លះយើងកន្លែងមើលទាំងអស់គ្នា WA question word មានពាក្យថា what សួររកព័ត៌មានបន្ថែម what is your pet's name right តើសត្វចិញ្ចឹមរបស់អ្នកឈ្មោះអីគេសួររកព័ត៌មានបន្ថែម where សួររកទីកន្លែង who សួររកមនុស្ស how សួររករបៀបដោយរបៀបណាតាមរយៈអ្វី right ប៉ុន្តែពាក្យថា how ហ្នឹងវាមានប្រភេទវាច្រើនទៀតវាមាន how to មាន how long មាន how old ប្រយ័ត្នបន្តិចពាក្យ how ហ្នឹង which មានជំរើស right ឲ្យមានជំរើស which one is your backpack right តើមួយណាជាកត្តារបស់អ្នក when សួរអំពីពេលវេលាអូខេបន្ថែមទៀតគឺមានពាក្យថា why សួររកអំពីមូលហេតុហេតុផល whose គឺរកកម្មសិទ្ធិ whose phone is this តើទូរស័ព្ទរបស់មួយនេះគឺជាកម្មសិទ្ធិរបស់អ្នកណា how old សួររកអាយុឥឡូវអ្នកទាំងអស់គ្នាយើងកន្លែងមើលពាក់ព័ន្ធជាមួយនឹងការ time s right អញ្ចឹងមិញយើងនិយាយគ្នាហើយក្នុងប្រយោគស្របរបស់ present simple គឺយើងត្រូវបន្ថែម s អូខេឃើញទេការ time s ឃើញ she he Jack ហ្នឹងគឺ time s ទាំងអស់ប៉ុន្តែការ time s នៅក្នុងប្រយោគទាំង3ហ្នឹងគឺខុសទាំង3 right អញ្ចឹង she always plays soccer
time នេះគឺ time ខុសហើយ right time នេះ time ខុសហើយអ្នកនរនេះធ្លាប់ឮថាអូបញ្ចប់ដោយអក្សរ y លុប y time IES បញ្ចប់ y លុប y time IES ប៉ុន្តែ time ចេះគឺខុសហើយឥឡូវយើងមកមើលទាំងអស់គ្នាយើងមកមើលការ time s នឹងទាំងអស់គ្នាអាមិញនេះខុសណាអា3មិញហ្នឹងអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ time s ហ្នឹងដែរគឺវាមាន3លក្ខខណ្ឌលក្ខខណ្ឌទី1គឺយើងបន្ថែម s most of verbs គេបានន័យថាកិរិយាសព្ទទូទៅភាគច្រើនគឺយើងដាក់ s ធម្មតាមួយទៀតគឺ vowel plus y នៅពេលដែលកិរិយាសព្ទហ្នឹងបញ្ចប់ដោយស្រៈបូកជាមួយនឹងអក្សរ y គឺយើងដាក់ s ធម្មតាគឺអត់លុប y ទេដាក់ s ធម្មតាដូចជាពាក្យថា play មិញនេះឃើញទេ play right ពាក្យថា play ហ្នឹងណា play អូខេអញ្ចឹងនៅពេលដែលវា play គេ play ឃើញទេអញ្ចឹងនៅពេលដែលវា play ឃើញ a នេះគឺជាស្រៈដល់ពេលហើយ y ហ្នឹងគឺជាអក្សរ y អញ្ចឹងបើសិនជាស្រៈ vowel plus y v នេះតំណាងឲ្យ vowel ណាមិនមែនអក្សរ v ទេណាហើយបើសិនជា vowel plus y យើងបន្ថែម s ធម្មតាអញ្ចឹងចម្លើយត្រូវរបស់វាគឺដាក់ s ធម្មតាគឺមិនលុប y ទេមិនលុប y time ies ទេអាហ្នឹងហើយគឺជាការ time s ពាក់ព័ន្ធជាមួយនឹងស្រៈបូកជាមួយនឹងអក្សរ y ក្នុងភាសាអង់គ្លេសស្រៈមាន a e i o u អញ្ចឹងមិញអ្នកចូលលក្ខខណ្ឌទី1នេះអូខេពាក្យទូទៅកិរិយាសព្ទទូទៅជាច្រើន time s ធម្មតាហើយនឹងស្រៈបូកជាមួយនឹងអក្សរ y បើសិនជាពាក្យនឹងបញ្ចប់ដោយអក្សរ ch sh អក្សរ s អក្សរ o អក្សរ x ហើយនិងអក្សរ o នេះខ្ញុំគូបន្ទាប់ពីខាងក្រោមដោយសារតែអក្សរ o មួយចំនួនអត់បន្ថែម es ទេថែម s ធម្មតាអាហ្នឹងត្រូវជួបមួយចំណាំមួយខ្លួនឯងអញ្ចឹងដូចជាពាក្យថា war នេះឃើញវាបញ្ចប់ដោយអក្សរ ch អញ្ចឹងយើងអត់ដាក់ s ធម្មតាទេគឺយើងដាក់ es ដល់ពេលលក្ខខណ្ឌមួយចុងក្រោយបើសិនជាពាក្យនឹងបញ្ចប់ដោយព្យញ្ជនៈបូកជាមួយនឹង y ព្យញ្ជនៈបូក y ហ្នឹងគឺព្យញ្ជនៈមានដូចជា b p c d f g h j k l m n p q r s t v x y z ហើយនិយាយទៅយើងដកអា a i o u នឹងចេញដកអា a i o u 5នឹងចេញទៅអាផ្សេងទៀតមកបូកជាមួយនឹង y លុប y ចោលដោយពាក្យសារ d នេះឃើញអក្សរ d ហ្នឹងគឺជាព្យញ្ជនៈហើយអានេះខុសហើយណាត្រូវលុប y ចោលហើយយើងត្រូវលុប y ចោលអូខេលុប y ចោលលុប y កន្លែងនេះចោលថែម i ies អូខេអូខេហើយអញ្ចឹងនេះចម្លើយត្រូវផងយើងមិញនេះឃើញទេហើយ play ហ្នឹងដាក់ s ធម្មតាមក watch នេះដាក់ es មកដល់ពេល study នេះក៏យើងលុប y ថែម ies ទៅហើយអាហ្នឹងហើយគឺការ time s 3លក្ខខណ្ឌមាន time s time es ហើយនិង ies ឥឡូវយើងមកមើលសង្ខេបឡើងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ present simple មាន5លក្ខខណ្ឌនិយាយពីទម្លាប់ប្រចាំថ្ងៃការពិតមតិយោបល់ក្នុងពេលបច្ចុប្បន្នការវិភាគហើយនឹងការប្រើប្រាស់ជាមួយនឹង adverb of frequency អញ្ចឹងអូននេះនិយាយម្ដងទៀតអា3នេះគឺ present ទាំងអស់ក្នុងពេលបច្ចុប្បន្នកាលទាំងអស់មិនទម្លាប់ពីអតីតកាលឲ្យមកប្រើ present simple ដែរណាអាហ្នឹងអត់បានទេមិនមែនការពិតក្នុងពេលអតីតកាលឲ្យមកប្រើ present simple ដែរអាហ្នឹងក៏អត់បានដែរអូខេអញ្ចឹងទម្រង់របស់វា right វាមាន verb to be វាមានតែប្រើ ought verb to be អាលើនេះគឺ ought verb to be អាក្រោមនេះគឺប្រើមួយ verb to be ought verb to be ប្រយោគស្របអ្នកនេះអាចមើលតាមនឹងបានប្រយោគបដិសេធប្រយោគសំណួរhọប្រើជាមួយនឹង verb to be យើងមើលតាមនឹងបានដូចគ្នា WA question នេះខ្ញុំដាក់ក្នុងវងកញ្ចក់ដោយសារតែជួនកាលយើងប្រើជួនកាលយើងអត់ប្រើទេបើយើងចង់ប្រើជា WA question ដាក់ WA question word មកបើយើងចង់ប្រើជា yes no question គឺយើងដាក់ចាប់ដើមដោយ do does ឬចាប់ដើមដោយ verb to be នឹងមកអូខេរឿង time s មានតែ3លក្ខខណ្ឌទេ time s time es ហើយនិង time ies ហើយអ្នកនរគ្នាកុំភ្លេចចុច subscribe អ្នកមួយផងនៅក្នុងថ្ងៃ30 ខែ5យើងនឹងមាន present continuous បើអ្នកនរគ្នាមើលក្រោយពីពេលហ្នឹងអាចចូលទៅមើលក្នុង profile ទៅនឹងឃើញ present continuous ហើយតោះអ្នកនរគ្នាឥឡូវយើងមកធ្វើលំហាត់ទាំងអស់ហ្នឹងជាមួយគ្នាអញ្ចឹងលំហាត់ទី1 Sarah to school every day at 7 am Sarah ទៅសាលារាល់ថ្ងៃនៅម៉ោង7ព្រឹកអញ្ចឹងតើមួយណាជាចម្លើយដែលត្រឹមត្រូវអ្នកនរគ្នាអាចចុច scope វីដេអូនឹងសិនបានហើយមើលខ្លួនឯងបើសិនជាអ្នកទាំងអស់គ្នានិយាយថាចម្លើយ B គឺអ្នកទាំងអស់គ្នាត្រូវហើយដោយសារតែ Sarah គឺមានតែម្នាក់ឯងទេ singular subject ឯកវចនៈប្រធានហើយនៅក្នុងប្រយោគស្របយើងត្រូវ time s អូខេតោះឥឡូវមួយទៀតទី2 Mark អានេះប្រយោគបដិសេធម្ដង drink coffee in the morning តើប្រយោគបដិសេធមួយណាដែលយើងដាក់ជាមួយនឹង drink បានត្រូវកន្លែងនេះ Mark ក៏មានតែម្នាក់ឯងដែរបើសិនជាអ្នកអស់និយាយថា B doesn't ប្រើជាមួយនឹង mark គឺត្រូវហើយដល់ពេលពាក្យថា drink កន្លែងនេះគឺមាន s right មិញយើងនិយាយគ្នាថាបើសិនជាឯកវចនៈប្រធានយើង time s ត្រូវទេប៉ុន្តែអ្នកនរត្រូវចាំថាក្នុងប្រយោគបដិសេធគឺ s ហ្នឹងលែងនិយាយគ្នាទៀតហើយខ្ញុំនិយាយមិញប្រយោគទី1មិញហ្នឹងគឺយើង time s ដោយសារតែវាប្រយោគស្របរឿង time s ហ្នឹងត្រូវចាំណា note ចាំម្ដងហើយម្ដងទៀតយើងនិយាយគ្នាតែក្នុងប្រយោគស្របទេប្រយោគបដិសេធ
ប្រយោគសំណួរលែងនិយាយគ្នាហើយនិយាយតែប្រើ don't ឬក៏ doesn't តែប៉ុណ្្នឹងឯងអញ្ចឹងកន្លែងនេះគឺយើងប្រើ doesn't ហើយកុំដាក់ s នឹងមកអញ្ចឹង b នឹងអត់ត្រូវទេមើលទៅវាតំណងតែវាអត់ត្រូវទេចម្លើយដែលត្រូវគឺ c នៅឯនេះវិញទេហើយអញ្ចឹងនៅពេលអ្នកនរធ្វើលំហាត់ណាមើលទៅអូដូចស្តៀងធៀងត្រូវអាហ្នឹងហើយគឺជាអន្តៈផុនគេហ្នឹងហ៎ right ឥឡូវអ្នកនរមើលទី3នេះវិញអូខេអញ្ចឹងតើមួយណាដែលត្រឹមត្រូវ right subject you right អញ្ចឹងកន្លែងនេះគឺយើងមានពាក្យថា like ហើយមិនខ្ញុំនិយាយគ្នាហើយបើសិនជាមានកិរិយាសព្ទគោលពាក្យថា like របស់ឲ្យមកចូលចិត្តហ្នឹងគឺជាកិរិយាសព្ទគោលហើយកុំប្រើ verb to be អញ្ចឹង C ហើយនិង D នេះខុសហើយលុបកវត្តចោលចម្លើយដែលអាចត្រូវមានតែ A ហើយនិង B ទេ subject you ប្រើជាមួយនឹង do ឬក៏ does អ្នកទាំងអស់គ្នាបើសិនជាអ្នកនរគ្នានិយាយថា do គឺអ្នកទាំងអស់គ្នាត្រឹមត្រូវហើយអូខេចាំមួយនេះវិញអូកន្លែងនេះខ្ញុំចង់បញ្យល់បន្តិចដែរកន្លែងនេះ washes គឺបានន័យថាយើងបន្ថែម es right ដោយសារតែវាបញ្ចប់ដោយអក្សរ sh right អាហ្នឹងនិយាយហើយណាពាក្យដែលបញ្ចប់ដោយអក្សរ sh ch x o s es ss អីហ្នឹងយ៉ាគឺយើងបន្ថែម es ហ្នឹងឯងបើនៅអត់ច្បាស់ទេបកខាទៅមើលឡើងវិញណាបកខាទៅមើលឡើងវិញកន្លែងនេះក៏ចង់និយាយបន្តិចដែរពាក់ព័ន្ធជាមួយនឹង adverb frequency ចង់ដាក់ adverb frequency អីគេមកចន្លោះកន្លែងនេះបើសិនជា subject នឹង singular ថែម s ធម្មតាដាក់ always ក៏ដោយ sometimes ក៏ដោយ usually ក៏ដោយអីក៏ដោយបើនេះ singular ថែមនេះធម្មតាថែម s es ឬក៏ is ធម្មតាកន្លែងនេះក៏និយាយហើយដែរ have verb to be no verb 1 have verb 1 no verb to be និយាយទៅអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចង់មើលវីដេអូហ្នឹងហើយចង់និយាយថាឲ្យចេះមេរៀនហ្នឹងហ្មងណាគឺអ្នកនរគ្នាមើលឲ្យកត់ហើយមើលអត់ច្បាស់ទេខាទៅមើលឡើងវិញអ្នកមើលធ្វើលំហាត់ហ្នឹងមើលអត់យល់ខាទៅមើលឡើងវិញកត់មើលក្នុង note យើងឡើងវិញអូខេ right មើលសារចុះសារឡើងសារចុះសារឡើងកុំអង្គុយមើលលេងឬក៏គាត់តែឈរស្ដាប់អីវាអត់បានផលទេអញ្ចឹងណាអូខេអរគុណច្រើនអ្នកនរគ្នាបានតាមដានវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់